ួបីមានគ្រួសារក៏ដោយក៏បងប្រុសជាមេគ្រួសារម្នាក់នេះសម្រាប់ចាត់ជ្រើសរើសការរៀនជំនាញបើកហាងអាជីវកម្មកាត់សក់ឥឡូវនេះចេញដឹកនាំអាជីវកម្មហាងកាត់សក់ហើយត្រៀមចេញបើកហាងកាត់សក់ផ្ទាល់ខ្លួនចេញរកចំណូលពេញមួយជីវិតបងពិសិដ្ឋគឺបច្ចុប្បន្ននេះគាត់ជាប្រធានសាខារបស់ OTS បាទដឹកនាំហាងកាត់សក់មួយទាំងមូលនៅតំបន់ចាក់អង្រែក្រោមមើលឃើញឲ្យបង្ហាញកាមេរ៉ាឲ្យបងប្អូនយើងបានឃើញតិចមើលនេះគឺជាហាងកាត់សក់របស់ OTS នៅប្រចាំចាក់អង្រែក្រោមបាទនៅតំបន់ចាក់អង្រែក្រោមឃើញថាទិដ្ឋភាពនៅក្នុងនេះគឺរៀបចំបានល្អមែនទែនផាសុកភាពហើយមានបំពាក់ម៉ាស៊ីនត្រជាក់បាទមានបំពាក់ម៉ាស៊ីនត្រជាក់ហើយយើងឃើញថាមកក្នុងការិយាល័យកន្លែងហាងកាត់សក់ច្រឡំការិយាល័យបាទកន្លែងហាងកាត់សក់នេះឃើញថាការរៀបចំល្អមែនទែនដែលធ្វើឲ្យភ្ញៀវចូលមកទីនេះគឺមានអារម្មណ៍ស្រស់ស្រាយបាទហើយបងរៀនរយៈពេលប៉ុន្មានដែរដែលបងអាចបានមកបញ្ចេញស្នាដៃកាត់សក់ជូនភ្ញៀវបានទេ5ខែ76ខែ76ខែណាបាទឥឡូវនេះគឺថាស្ថាបនិករបស់ OTS តែងតាំងបងឲ្យកាន់ជាប្រធានសាខាតែម្ដងបាទគ្រូសប្បាយចិត្តទេបានឡើងជាមេសប្បាយចិត្តគ្រូបាទហើយឆ្លងកាត់ការរៀនសូត្រកន្លងមកយើងមើលឃើញថាបែងមើលឃើញខ្លួនឯងមានការរីកចម្រើនមិនខ្លះដែររីកចម្រើនច្រើនគ្រូយើងអាចស្គាល់ច្បាស់ពីខ្លួនឯងបាទហើយយើងដូចថាយើងគោរពពេលវេលាដូចថាយើងដាក់គោលដៅរបស់យើងអញ្ចឹងបាទលាស់បាទហើយមករៀនជំនាញកាត់សក់នេះមានអារម្មណ៍ថាខ្លួនឯងស្ដាយក្រោយទេអត់ទេគ្រូអត់ស្ដាយក្រោយទេបាទគឺថាពេញចិត្តពេញចិត្តពេញបេះដូងហ្មងហើយភ្ញៀវមកទីនេះនៅក្នុងវ័យណាដែរនិយាយទៅគ្រប់វ័យដែរគ្រូបាទមនុស្សចាស់កូនក្មេងគាត់មកធ្វើសេវាកម្មអូហើយគាត់ថាជំនាញនេះវាមានទីផ្សារទេមានគ្រូគាត់ថាមានរហូតហ្មងបាទអញ្ចឹងព្រោះមនុស្សយើងត្រូវការកាត់សក់រហូតមែនទេបាទគ្រូបាទអញ្ចឹងហើយដែលធ្លាប់គិតថាការជ្រើសរើសជំនាញកាត់សក់នេះដែលធ្លាប់គិតថាខ្លួនឯងអន់ទេអត់ទេបាទគឺសប្បាយទៅនឹងជំនាញហ្នឹងតែម្ដងបាទហើយតាំងពីចេញកាត់មកផ្ដល់សេវាកម្មឲ្យភ្ញៀវឲ្យបាន100នាក់ហើយច្រើនដែរគ្រូគាត់បានរាល់ស្ទង់ពាន់អីទេហីមួយថ្ងៃភ្ញៀវមកកាត់សក់នៅទីនេះប្រហែលប៉ុន្មាននាក់មួយថ្ងៃអាច20នាក់អីដែរអូ20នាក់ណានៅចម្រុះវ័យតែម្ដងណាបាទអូហើយកាត់សក់គឺម្នាក់តែ$4ទេណោះបាទតែគាត់ថាគាត់មករកសេវាកម្មបន្ថែមទៀតណាមានតាំងពីកាត់មានតាំងពីអ៊ុតណាមានតាំងពីលាបថ្នាំពណ៌សក់ណាមើលម៉ូដសក់ច្រើនពុកម៉ែបងប្អូនណាម៉ូដសក់ច្រើនមែនតើមើលតិចខ្ញុំដាក់បង្ហាញឲ្យពុកម៉ែបងប្អូនបានឃើញហើយយើងឃើញថាជំនាញវិជ្ជាជីវៈកាត់សក់អាជីពនេះគឺជាជំនាញមួយដែលមានទីផ្សារខ្ពស់បាទហើយរៀនចេះជំនាញនេះកាត់នៅកន្លែងណាក៏មានទីផ្សារដែរណាបាទពួកមនុស្សដោះសក់វែងរហូតបាទ30ឆ្នាំទេក៏អត់មានម៉ាស៊ីនណាផលិតកាត់សក់បានទេណែមានតែមនុស្សអ្នកកាត់ឲ្យបាទណែហើយទោះបីមានម៉ាស៊ីនហ្នឹងក៏មនុស្សមិនហ៊ានទុកចិត្តទៅឲ្យម៉ាស៊ីនកាត់ឲ្យទេបាទទៅការមនុស្សដែរបាទហើយពេលដែលបងរំលឹកអនុស្សាវរីយ៍ទីមើលការពីនៅរៀនការបង្រៀនរបស់សាលាមិនដែរមានវិន័យតឹងរ៉ឹងមានពីមុនខ្ញុំអាសាឈប់ដែរបាទទៅពេលបងវិធីគាត់បានបញ្យល់យើងអញ្ចឹងទៅឲ្យយើងយកចិត្តទុកដាក់ការរៀនសូត្រអញ្ចឹងយើងចាប់ផ្ដោតឡើងវិញហ្នឹងគ្រូបាទយើងបានចាប់បានលឿនបាទពីមុនឈប់ច្រើនដែរណាឈប់ច្រើនអញ្ចឹងហ៎អូត្រូវការណែនាំការទូន្មានបានច្រើនអញ្ចឹងទៅយើងផ្លាស់ប្ដូរឥឡូវមានអាជីពមុខរបររបស់ខ្លួនឯងហើយបាទគាត់ថាយើងឥឡូវនេះយើងមកកាន់ជាប្រធានសាខាយើងអាចមានឱកាសនៅក្នុងការបង្កើនប្រាក់ចំណូលហើយគួរដៅអនាគតយ៉ាងម៉េចដែរចង់ឃើញខ្លួនឯងយ៉ាងម៉េចដែរគួរដៅអនាគតចង់ឃើញរីកចម្រើនជាងនឹងព្រោះឲ្យមានហាងផ្ទាល់ខ្លួនមួយអូចង់មានហាងផ្ទាល់ខ្លួនណាបាទឥឡូវយើងសំលុយសិនទៅបាទមកកាត់សក់ផ្ដល់សេវាកម្មឲ្យភ្ញៀវសំលុយឲ្យបានច្រើនទៅបាទឲ្យចេញទៅបើកហាងផ្ទាល់ខ្លួនហ្មងបាទហើយមានគ្រួសារនៅមានបាទមានគ្រួសារហើយណាបាទអូពុកម៉ែបងប្អូនអ្នកឃើញយុវសាស្ត្រ OTS មានតាំងពីអ្នកដែលមានគ្រួសារហើយអ្នកនៅកំឡោះអ្នកនៅ single កំឡោះ single ដូចគ្នាដែរណាក៏មករៀនដែរណាចឹងអត់ប្រកាន់វ័យទេឲ្យតែមានឆន្ទៈចង់ឲ្យខ្លួនឯងមានអាជីពមុខរបរនៅក្នុងវិស័យនេះគឺអាចមកចុះឈ្មោះចូលរៀនបានគឺថាហាងសាលាបណ្ដុះបណ្ដាលជំនាញកាត់សក់ OTS គឺមិនមែនតែរៀនកាត់សក់មួយមុខទេគឺគេបរៀនអំពីរបៀបរៀបចំតុបតែងហាងចឹងនេះឃើញទេហាងចូលមកស្អាតរបៀបម៉េចរបៀបផ្ដល់សេវាកម្មជូនភ្ញៀវផ្ដល់សេវាកម្មរបៀបម៉េចរបៀបគ្រប់គ្រងបុគ្គលិកដែលគាត់កំពុងតែផ្ដល់សេវាកម្មឲ្យភ្ញៀវហ្នឹងគ្រប់គ្រងរបៀបម៉េចមានវិន័យរបៀបម៉េចគ្រប់ពេលវេលាអត់ណាអញ្ចឹងមិនមែនតែរៀនកាត់សក់មួយមុខទេណាបងប្អូនទាំងអស់គ្នាគឺរៀន6ខែនេះរៀនទាំងរបៀបនៅក្នុងការដឹកនាំបាទក្នុងនាមជាតកែពេលគេហៅថាមិនមែនតកែអីដែលធំដុំទេតកែហាងកាត់សក់មួយណាព្រោះកាលណាមានភ្ញៀវមកយើងផ្ដល់ customer service ផ្ដល់សេវាកម្មរបៀបម៉េចបាទអញ្ចឹង OTS គឺជាជម្រើសទី1សម្រាប់បងប្អូនយុវជនទាំងអស់
cơ phục mai nạp chia ba là ở đây trong ở cố này miền sầm mặt hiệp miền chip một robot to luôn có mưa rầm lon chìm niên cắt sỏi sao bà hàng láng hiu cùi cham này hay nơi ta nông sinh thì trẻ tiết này nông sinh thì trẻ cùi bắt đầu sửa ba cam bao nhiêu rồi nhỉ thà này nát đây thà mình trồng che chìm niên như thế bà hay chỉ trong trai miền sai làm nó côn đào bong thì hay thằng nào non đôi ôn li hu ấy để bàn chui ai bong bàn miền sầm mặt hiệp hay bàn lan đồng này căn xa kha nơi đồng bón chạm về này bà chia trong cái đó nhom sau mà con bong sập nặc mày để thí đồng bong nguồn đi hùa là quạt ban chuiไปđó chỉ bò lò bà chưa lương thực chất nâng quạt ban bằng hạt bằng riêng là trong miền đó ngày nâng bà ở vô bị sọ tao ó món này bà châu kia bị say sọ này bà bị xe men tên á vùng mai bong bồn chân Nikichiบอดสัมเพียใครมื้อจังใจเลยจูเตอร์บองปอนดอกนี่ให้เนี่ยได้กับปุงทอนน้องก็เชียอยู่กับสักบอที่ให้ได้แต่ก่อนบักหัดใดบักหัดใดมวยการกัดซอยยังจนกอดกันกล้องแมนนั่งโหลดมาเมาปีเมาใบเมาก่อนไอ้เด้กันใบเมาก่อนไอ้เด้น่ะก่อนมีนายจุ่มนิ่งบักหัดกัดซอยนั่งหายจังกอดกับปุงยืนยำปุงทอดเอาให้จังนี่คือเชียแต่เพียบตูเตอร์แบบสมเอาcameraman chui bằng hai chiếc này mới thấy hàng cắt sọ bỏ OTS cái clip lôi màn đen á này mới tóc mới cả ai sập rạp tê để chôn hay tóc dương điệp tròn giống đấy mình sẽ đập thằng nào rồi rồi là màn đen hay mình là bỏ tập tay luôn á nhiều show máu thời ca sẽ va cam thời ca tinh product ấy khác đặt nó lên đang ở khơi mỏ nè mình gel mình còn muôn smooth má mình cream của spray ấy khi đặt đầm lay được ở khả năng cứ chia cả đi quaรูปเทียบแต่มือแต่เอามีเพียบแตะเตียงเนี่ยไอ้มีตู้ตะกอบเส้นเจี๊ยนะดักระบอบสำหรับเราสิว่ากรรมไปเพียวสายเจี๊ยนี่คือกระดาษกระดาษสำหรับกรอบน้องการเราสิว่ากรรมกัดซอกบางจังยังมือปะระเวนในที่นี้ตั้งคือทาแตะเตียงอารมณ์ระบอบเตะชุนเหมือนเดิมนะเอาแต่มากัดซอกในที่นี้คือมีอารมณ์จองกัดแต่มาดอกbà chẳng nhung miên qua miên phần năng trong chụp riêng chung ta đo cùng mày bằng phun đó này bà xong mà côn bye bye